សួស្តីបងប្អូននិងមិត្តភ័ក្តិយើងទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមចែករំលែកអំពីរូបមន្តជីវិតឯកតកម្មតើរូបមន្តជីវិតឯកតកម្មនេះមានន័យយ៉ាងម៉េចហើយមានប្រវត្តិចេញពីណាមកដូច្នេះថ្ងៃនេះសូមសង្ខេបរឿងដ៏ខ្លីបំផុតបានន័យថារូបមន្តជីវិតឯកតកម្មបានបង្ហាត់បង្រៀនអស់ជិតរយៈពេល30ឆ្នាំមកហើយនៅក្នុងការបង្ហាត់បង្រៀននោះក៏មានអ្នកជោគជ័យក៏មានអ្នកធ្វើកើតក៏មានអ្នកធ្វើមិនកើតក៏ប៉ុន្តែអ្នកដែលបានជោគជ័យគឺតិចបំផុតដោយសារមិនរឿងជាច្រើនដែលយើងមិនទាន់អាចបានឥឡូវនេះគឺខ្ញុំនឹងចែករំលែករូបមន្តជីវិតឯកតកម្មនេះទៅដល់បងប្អូនយើងទាំងអស់គ្នាដែលមានចិត្តចង់រៀនចង់អភិវឌ្ឍផ្នត់គំនិតអភិវឌ្ឍបញ្ញាអភិវឌ្ឍរាងកាយដើម្បីឲ្យខ្លួនយើងរឹងមាំដើម្បីឲ្យខ្លួនយើងមានទេពកោសល្យនិងសមត្ថភាពគ្រប់គ្រាន់ទៅប្រឈមមុខនឹងជីវិតពិតនិងសត្រូវជុំវិញខ្លួនរបស់បងប្អូនទាំងអស់គ្នាដូច្នេះយើងនឹងបំបែកអាចសម្បាំងតើរូបមន្តជីវិតឯកតកម្មនេះមានន័យយ៉ាងម៉េចដូច្នេះសូមឲ្យបងប្អូនយើងយកចិត្តទុកដាក់ស្ដាប់ហើយរៀនសូត្រទាំងអស់នេះដើម្បីទៅបង្កើតបញ្ញាខ្លួនឯងដោយខ្លួនឯងដូច្នេះសូមឲ្យបងប្អូនយើងយកចិត្តទុកដាក់ហើយខ្ញុំនឹងបំបែកថាតើរូបមន្តជីវិតឯកតកម្មនេះមានន័យយ៉ាងម៉េចសូមឲ្យបងប្អូនយើងទាំងអស់គ្នាចាប់ផ្ដើមយកចិត្តទុកដាក់តាមដានមើលតើវាយ៉ាងម៉េចដែលគេហៅថារូបមន្តជីវិតឯកតកម្មតើបងប្អូនមានមតិយោបល់យ៉ាងណាទេមុននឹងពិភាក្សារូបមន្តជីវិតឯកតកម្មដូច្នេះសូមឲ្យបងប្អូនយើងដាក់សំណួរមកតើវាមានន័យយ៉ាងម៉េចរូបមន្តជីវិតឯកតកម្មហេតុអីបានវាសំខាន់ដែលយើងត្រូវតែយល់ត្រូវតែរៀនដើម្បីអភិវឌ្ឍជីវិតខ្លួនឯងដើម្បីឲ្យជីវិតបានជោគជ័យប៉ុន្តែនៅក្នុងអាចកំបាំងវគ្គទី2នេះគឺជាវិធីសាស្ត្រថ្មីនាំឲ្យអ្នកភ្ញាក់រលឹករកឃើញគុណសម្បត្តិធនធានធម្មជាតិនៅក្នុងខ្លួនអ្នកបានន័យថាដើម្បីធ្វើអ្វីកើតដើម្បីជោគជ័យក្នុងជីវិតដើម្បីរកអ្វីបានតើតែបងប្អូនទាំងអស់គ្នារកសម្បត្តិធនធានធម្មជាតិពីកំណើតរបស់អ្នកមកបានន័យថាដងពីធម្មជាតិដែលគាត់ដេកសងំនៅក្នុងខ្លួនអ្នកដូច្នេះអ្នកត្រូវតែដាស់ដោយប្រើរូបមន្តជីវិតឯកតកម្មនេះដើម្បីទៅដាស់ទេពកោសល្យពិតសមត្ថភាពពិតដែលលាក់កំបាំងនៅក្នុងខ្លួនអ្នកតាំងពីអ្នកកើតមកដែលអ្នកមិនដែលដឹងទាំងអស់ដែលដេកសងំនៅក្នុងខ្លួនអ្នកអស់មួយជីវិតដែលអ្នកដែលដឹងបើអ្នកមិនប្រើក៏បានអ្នកមិនប្រើក៏បានន័យទីចុងបញ្ចប់អ្វីនឹងស្លាប់យកទៅជាមួយតែហេតុអីបានវាសំខាន់ទៅតែដាស់ធនធានធម្មជាតិទាំងអស់នេះនៅក្នុងខ្លួនអ្នកដូច្នេះមានតែរូបមន្តជីវិតឯកតកម្មនេះទេដែលអាចដាស់សម្បត្តិធនធានធម្មជាតិនៅក្នុងខ្លួនអ្នកតែអ្នកត្រូវតែលះបង់ខ្លួនទៅធ្វើវាទៅវឹកហាត់វាដើម្បីឲ្យបានរកឃើញនៅទាំងអស់នោះនៅក្នុងគោលដៅរូបមន្តជីវិតឯកតកម្មទី1គឺសុខភាពទី2គឺសុភមង្គលទី3គឺទ្រព្យសម្បត្តិទី4គឺអំណាចគោលដៅយើងទៅយកសុខភាពសុភមង្គលទ្រព្យសម្បត្តិនិងអំណាចដូច្នេះយើងនឹងតាមដានបំបែកវាម្ដងមួយរហូតតលតែយើងយល់តលតែយើងធ្វើកើតអូខេអ្វីទៅរូបមន្តជីវិតឯកតកម្មអ្នកទាំងអស់គ្នាកើតមកគឺមានទាំងអស់តែយើងមិនដែលយល់យើងមិនដែលដឹងយើងមិនដែលធ្វើកើតថ្ងៃនេះយើងនឹងបំបែករូបមន្តជីវិតឯកតកម្មនេះម្ដងទៀតឲ្យបងប្អូនយល់ដឹងហើយធ្វើកើតពាក្យថារូបបានន័យថាយើងកើតមកយើងមានរូបរាងកាយហើយរូបនឹងគឺរូបរាងកាយបងប្អូនទាំងអស់គ្នាយើងកើតមកមានរូបសម្បត្តិរាងកាយនឹងទៅធ្វើអីវាមានតួនាទីធ្វើអីបានន័យថាមុនបានន័យថាធម្មពលចិត្តអំណាច
តែរបស់ដែលអរូបីដែលមើលមិនឃើញរូបបានន័យថារូបីមុនបានន័យថាអរូបីតើបងប្អូនមានជីវិតទេជីវិតមានតែជីវិតអ្នកទាំងអស់គ្នាកើតមកយ៉ាងម៉េចទទេស្អាតដូច្នេះរូបមន្តជីវិតបានន័យថាយើងត្រូវតែធ្វើអ្វីមុននឹងទៅធ្វើអ្វីបានតលតែយើងបង្កើតរូបមន្តសិនបានន័យថាតសេប្លង់តសេផែនការមានគោលដៅមានទស្សនវិស័យនេះតែ20%ទេតែអ្នកទៅរៀនទៅសេវាអ្នកត្រូវដឹងថាអ្នកចង់បានអីដើម្បីទៅធ្វើវាកើតលុះត្រាណាតែតសេរូបមន្តឲ្យបានសិនដូច្នេះឯកនេះតែមួយគាត់គឺគ្មានអ្នកណាគេជួយយើងរួចទេបានន័យថាកម្មនេះគឺទៅធ្វើបានន័យ 80% ទៅធ្វើដោយខ្លួនឯងគ្មានអ្នកណាជួយយើងទេបើសិនតែយើងមានរូបមន្តជីវិតយើងមានរូបមន្តយើងមានក្បួនយើងមានខ្នាតតែបើយើងមិនទៅធ្វើវាបានន័យថាម៉េចស្មើនឹងទទេស្អាតទៅធ្វើដោយខ្លួនឯងទៀតគឺគ្មានអ្នកណាជួយយើងទេកម្មនេះគឺកម្មលិខិតអ្វីដែលយើងចង់បានគឺយើងកំណត់ដោយខ្លួនឯងយើងមិនមែនទុកឲ្យជីវិតយើងសន្សិតអណ្ដែតទៅតាមព្រំលិខិតទេដូច្នេះយើងត្រូវតែកំណត់កម្មលិខិតនេះទៅសេដោយខ្លួនឯងធ្វើដោយខ្លួនឯងសម្រាប់ជោគជ័យដោយខ្លួនឯងនេះគឺជាអាចកម្បាំងធំបំផុតនៅក្នុងរូបមន្តជីវិតឯកតកម្មតែដើម្បីធ្វើការតលតែអ្នកទៅរកគុណសម្បត្តិធនធានធម្មជាតិនៅក្នុងខ្លួនអ្នករកឲ្យឃើញសិនបានអាចធ្វើបានទី1ត្រូវតែស្គាល់ខ្លួនឯងទី2ត្រូវតែយកឈ្នះខ្លួនឯងឲ្យបានទី3ត្រូវតែអ្នករស់នៅក្នុងបច្ចុប្បន្នឲ្យបានគ្រប់ពេលនេះហើយគឺជាអាចកម្បាំងនៅក្នុងរូបមន្តជីវិតឯកតកម្មអាចជួយឲ្យអ្នករកឃើញធនធានធម្មជាតិនៅក្នុងខ្លួនអ្នកដើម្បីឲ្យសម្រេចជោគជ័យដូច្នេះយើងទាំងអស់គ្នាគឺជាកូនខ្មែរត្រូវតែអភិវឌ្ឍកាយចិត្តគំនិតបញ្ញាឲ្យខ្លាំងក្លាដើម្បីទប់ទល់នឹងសត្រូវចិត្តខាងផងយើងដូច្នេះយើងនឹងដាក់ចិត្តបង្ហាត់បង្រៀនរូបមន្តជីវិតឯកតកម្មដាស់សម្បត្តិទេពកោសល្យពីធម្មជាតិរបស់អ្នកដើម្បីទៅប្រឈមមុខនៅក្នុងជីវិតពិតដូច្នេះសូមឲ្យបងប្អូនយើងទាំងអស់គ្នាតាមដាននៅក្នុងរឿងទាំងអស់នេះយើងនឹងបង្ហាត់ម្ដងមួយជំហានរហូតតែដល់គោលដៅទីបំផុតរបស់អ្នកតែចំណុចទាំងអស់នេះគឺគ្មានអ្នកណាឲ្យអ្នកទេអ្នកត្រូវតែប្រឹងយកដោយខ្លួនឯងគ្មានអ្នកណាឲ្យជារៀងរហូតដូច្នេះសូមឲ្យបងប្អូនទាំងអស់គ្នាយកចិត្តទុកដាក់ហើយវឹកហាត់ទាំងអស់នេះឲ្យបានសម្រេចទៅតាមបំណងសូមអរគុណ